រួមនឹងស្រោមជើងរបស់ពួកគាត់គឺពណ៌ខ្មៅបាទចាប់ផ្ដើមការចេញជាដំបូងពីខាងក្រុមបាល់ទាត់ N4 United ដោយដែលខ្ញុំបានជម្រាបឯកសណ្ឋានកាលពីខាងដើមសម្រាប់ក្រុមទាំងពីរខ្ញុំបាទអធិស្ឋានសម្រាប់ខាងក្រុមបាល់ទាត់ N4 United ដែលសារតែបញ្ជីឈ្មោះខ្ញុំទៅតែទទួលបានមុននេះអញ្ចឹងបន្តិចទៀតខ្ញុំនឹងជម្រាបជូនបងប្អូនយើងថាបញ្ជីឈ្មោះរបស់ពួកគាត់មានកីឡាករណាខ្លះដែលឡើងខាងក្រុមបាល់ទាត់ NSM ប៊ុនរងសម្លឹងឆ្ងាយប៊ុនរងក៏បំផ្លោងទូមកលើនេះឲ្យសុធារិតទុបបាល់បានស្អាតឱកាសទៅពីសុធារិតសុតស្នំแล้วការសម្រុកពី Faisal បំផ្លោងកន្លែងនេះអូយការចេញបំយើងមើលរូបភាពម្ដងទៀតនៃការបញ្ជូនឲ្យ23គាត់អត់ទប់ទេបាល់នេះគាត់ទះផ្លាផូតខ្សែការពារគឹមឆៃហើយក៏ទៅដល់21ក៏ទះទៅអង្គស្ដាំដៃអ្នកចាំទីសម្រាប់គ្របបាល់យ៉ាងងាយប្រែប្រួលលទ្ធផលគិតត្រឹមនាទីទី9ក្រុមបាល់ទាត់ N4 United នាំមុខ1-0ទៅលើក្រុមបាល់ទាត់ NSM ISP LT អត់ណាខឹបកាត់មកខាងក្នុងអត់បានសុទ្ធទូបាល់មួយស្អាតពីសុធិរិទ្ធទាញយកឆ្វេងទម្លាក់សុផានិតរុញមកខាងក្រៅសុតស្នំអាខេមឆឹកឆ្វេងខ្លួនមាន Faisal តាក់ចរបដល់ឲ្យសុផានិតដាច់ស្អាតណាស់កន្លែងនេះសុផានិតបំផ្លោងឆ្ងាយទៅដល់សុធិរិទ្ធគ្រប់គ្រងបាល់ម៉ៃសុធិរិទ្ធកាត់មកខាងក្រោយឲ្យវុតប៊ុនរងចាក់ចរបកណ្ដាលឲ្យសុផានិតតាក់ឆ្វេងសម្រាប់គ្រាប់បាល់ទី2 6 46ក៏តាក់ចែកទៅខាងលើឱកាសទៅកន្លែងនេះពី21តាក់ឆ្វេងបាល់ចាប់រាមការចេញជាថ្មីតង់ទី2ពីណាខេមគៀសឬចង់ស្ទើអាយយោតាខ្វែងចំแล้วការទៅពីបងវីរៈរ៉ូសាពីតម្រូវការផ្សាយកីឡាគ្រប់ប្រភេទអាចតាក់ទងតាមរយៈលេខទូរស័ព្ទដែលក្រុមការងារបានដាក់ជូននៅលើ banner នៃការផ្សាយមួយនេះឥឡូវយើងក្លែងទៅមើលបាននៅលើទីលានកំពុងតែរេរ៉មក្រឡេងពីខាងក្រុមបាល់ទាត់ N4 United កັບស្អាតពី78តាក់ឆ្វេងរុញចូលរបស់កណ្ដាលបែរក្រោយពី22ហើយក៏បន្តហើយទៅស្លាប់ខាងឆ្វេងមួយសមាជាមួយនឹងបងខណៈតង់ទី1គាត់លេងពីស្រាំឥឡូវដឹកច្រែកផុតពីតាមប្រេរំខានដល់បងវ៉ាន់ឌីចងាប់ចងល់ពីស្លាឆ្វេងចុចផ្លោងចាប់បាល់មកពីអ្នកចោមទីពីខាងក្រុមបាល់ទាត់ N4 United មុននេះគឺគាត់ព្យាយាមលេងពីឆ្វេងហើយព្យាយាមរែងប្រឡោះជើងអត់ផុតបញ្ជូនចែកចូលរបស់កណ្ដាលឲ្យ69គឺបងសុភ័ណ្ឌលេង1-1ពីការពារបោះចៃទៅស្លាប់ខាងឆ្វេងឲ្យមិត្តរួមក្រុមក៏អ៊ីស៊ីមីសម្លឹងបាល់ជាប់មិនដាក់ភ្នែកប៉ះលឿនឲ្យ46បញ្ជូនចែកបោះហើយទម្លាក់ពី78ឲ្យយោឆក់បាល់ស្អាតពី77ហើយក៏កាត់មកខាងក្នុងសុតស្នំ47របស់ក្រុមបាល់ទាត់ N4 United សម្រាប់គ្រាប់បាល់ទី3ជូនក្រុមរបស់ខ្លួននៅនាទីទី62ការទាញការដឹករហូតតទៅមានឱកាសបោះហើយក៏សុតសម្រាប់ទីបានអត់មានខ្សែការពារណាម្នាក់រារាំងត្រង់ចំណុចនេះឡើយ